Bạn trong ngàyនេះមានព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងការដោះលែងនៅទាហានទាំង18នាក់មកកម្ពុជាវិញបាទអញ្ចឹងតាមលោកប្រាក់សុខុនលោកបនាយករដ្ឋមន្ត្រីសួរការបរទេសនិងកិច្ចសហប្រតិបត្តិការកម្ពុជាបានថ្លែងថាបើគ្មានអ្វីប្រែប្រួលនោះទេគឺនៅវេលាម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 30 ខែធ្នូឆ្នាំ 2025 ស្អែកនេះកម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង18រូបត្រឡប់មកពីប្រទេសថៃវិញបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់លោកនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជាថៃហើយនិងចិននៅខេត្តយូណានប្រទេសចិនកាលពីថ្ងៃទី 29បាទអញ្ចឹងយើងទាំងអស់គ្នាចាំពិនិត្យមើលទាំងអស់គ្នាថាតើភាគីថៃគេព្រមគ្រប់ទៅតាមការសន្យារបស់គេអត់ណាបាទអញ្ចឹងនេះគឺជាខាងភាគីខ្មែរយើងដែលនិយាយអំពីទាហានទាំង18រូបឥឡូវយើងទៅស្ដាប់ខាងអ្នកនាំពាក្យរបស់ទាហានថៃវិញបាទតើវានិយាយយ៉ាងម៉េចខ្លះបាទអញ្ចឹងបើតាមរយៈអ្នកនាំពាក្យនៃខាងភាគីសៀមគឺស៊ូវរីបាទស៊ូវរីវាចេញមកនិយាយកាលពីប្រហែលម៉ោងមុននេះគឺពាក់ព័ន្ធជាមួយនឹងការព្យាយាមបង្ហោះដ្រូនរបស់ខ្មែរយើងចូលទៅក្នុងទឹកដីរបស់វាបាទអញ្ចឹងវាបាននិយាយថាកងទ័ពថៃបានអាងថាដ្រូនកម្ពុជាបានចូលទៅក្នុងដែនអាកាសរបស់ថៃហើយជំរុញឲ្យមានការឆ្លើយតបហើយនេះនឹងវាឆ្លើយតបអីគេទៀតទេបាទអញ្ចឹងវាបានរកឃើញដ្រូនរហូតដល់250គ្រឿងបានឆ្លងចូលទឹកដីថៃនៅតំបន់ព្រំដែនជាច្រើនកាលពីថ្ងៃទី28បាទគឺថ្ងៃដែលមានបាត់ឈប់បាញ់បាទហើយនេះគឺជាសកម្មភាពបង្កការរំខាននិងជាការរំលោភលើវិធានការកាត់បន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួមគណៈកម្មការព្រំដែនទូទៅ JBC បាទអញ្ចឹងលោកបានបន្ថែមទៀតថាដ្រូននៅតំបន់ព្រំដែននៃខេត្តស៊ីសាកេតនិងបុរីរាមនេះគឺជាឧបទ្ទវហេតុបង្ហាញពីចេតនាអរិភាពបន្តពីភាគីកម្ពុជាបាទយើងចោតយើងទៀតហើយបាទហើយបន្តមកចុងក្រោយនោះគឺគេបាននិយាយថាគេនឹងពិភាក្សាលើការដោះលែងអ្នកទោសសង្គ្រាមចំនួន8ដល់10នាក់ឡើងវិញបាទគេប្រើសពាក្យអ្នកទោសសង្គ្រាមតែទាំងខ្លួនឯងចូលមកចាប់គេក្នុងពេលបាត់ជប់បាញ់សោះបាទអញ្ចឹងនេះគឺជាអ្វីដែលខាងថៃគេបានលើកឡើងណាបាទអញ្ចឹងមើលទៅថ្ងៃនេះប្រហែលជាអត់បានទាហានយើងមកវិញទេបើតាមខ្ញុំគិតព្រោះថៃនេះវាក្លេចណាបាទគឺជាកញ្ជ្រោងមួយនៅក្នុងតំបន់របស់យើងអញ្ចឹងបើយើងចាប់កតុយវាមិនជាប់ទេគឺខ្មែរយើងនឹងរត់តាមវាអត់ចប់ទេបាទអញ្ចឹងនេះគឺជាព័ត៌មានទី1បាទព័ត៌មានទី2គឺពាក់ព័ន្ធជាមួយរឿងដ្រូននឹងដែរគឺក្រសួងការពារជាតិគឺបានបង្ហោះនៅលិខិតមួយគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ដ្រូននេះបាទអញ្ចឹងយើងទៅស្ដាប់ទាំងអស់គ្នាបាទដើម្បីធានានូវសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរបបសាធារណៈជូនប្រជាពលរដ្ឋនិងកងយោធិនកាមេរ៉ាភូមិន្ទក្នុងកលៈទេសៈដ៏លំបាកនេះក្រសួងការពារជាតិសូមធ្វើការណែនាំដូចខាងក្រោម1ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដ្រូនគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតនៅក្នុងរាជធានីខេត្តជាពិសេសខេត្តជាប់ព្រំដែនដែលមានដូចជាកោះកុងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារនិងខេត្តប៉ៃលិន2ជនណាដែលបំពានឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដ្រូននេះដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនឹងត្រូវទទួលទោសតាមច្បាប់កំណត់3
បញ្ជាការដ្ឋានបញ្ជាការកងទ័ពជើងអាកាសបញ្ជាការដ្ឋានការពារអាកាសដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងរដ្ឋបាលរាជធានីខេត្តនិងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក drone នេះដើម្បីធានានូវសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបសាធារណៈក្នុងការចាំបាច់កងទ័ពអាចឆ្លើយតបរួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង drone បាទចឹងនេះគឺជាការប្រកាសរបស់ក្រសួងការពារជាតិពាក់ព័ន្ធពីនឹង drone នេះបាទគឺជាពិសេសគឺខេត្តនៅខេត្តជាប់ចំនួនរវាងកម្ពុជានិងថៃណាបាទចឹងយើងចាំមើលតើរឿង drone នេះគឺខាងខ្មែរយើងពិតជាមានបានបង្ហោះចូលដីថៃដែរឬក៏អត់ណាបាទតោះចឹងនេះជាព័ត៌មានទី2បាទហើយព័ត៌មានទី3គឺទៅខាងថៃដដែលគឺនាយករដ្ឋមន្ត្រីចាំផ្ទះអនុទីនគឺវាបានចេញសារមួយដូចលក្ខណៈបែកកឆាមិនទេណាបាទអញ្ចឹងយើងទៅស្ដាប់សម្ដីវាទាំងអស់គ្នាបាទគេបាននិយាយថាកុំធ្វើការប្រៀបធៀបបាទនៅពេលដែលនិយាយពីអធិបតេយ្យភាពយើងត្រូវការពីបូរណភាពទឹកដីរបស់យើងបាទដូច្នេះបើសិនបើមានសំណង់ណាមួយរងការខូចខាតយើងក៏អាចស្ដារឡើងវិញបាននៅពេលក្រោយបាទអញ្ចឹងសម្ដីនេះគឺនិយាយពាក់ព័ន្ធជាមួយនឹងប្រាសាទតាកបីដែលខាងថៃគេបានបាញ់កំទេចហ្នឹងហើយគេប្រកាសថាគេបានកាន់កាប់រួចហើយហ្នឹងគឺគេនឹងកសាងឲ្យដូចដើមឡើងវិញបាទនេះតាមសម្ដីរបស់គេបាទទៅសម្ដីចោលឆ្លៀនពៀនបាទអញ្ចឹងគេបានពិភាក្សាជាមួយនឹងក្រសួងវប្បធម៌បាននិយាយថាសិល្បៈហើយនឹងការរៀបចំស្ដារឡើងវិញហ្នឹងគឺគេអាចធ្វើបានបាទគេអាចសាងប្រាសាទនឹងបានឡើងវិញណាបាទអានេះពួកនេះគឺវាអត់មានប្រាសាទអីចាស់បុរាណដូចគេទេគឺមានតែពីរទេគឺលួចហើយប្លន់បាទប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺត្រូវយកទឹកដីគ្រប់ម៉ែត្រការ៉េដែលយើងជឿថាបាត់បង់ឲ្យត្រឡប់មកវិញបាទចឹងគឺសម្ដីនេះជាសម្ដីពួកឆ្លៀនពៀនហើយវាចង់បានដីគេបាទគឺសិតតែយកគ្រប់ម៉ែត្រការ៉េមកវិញតែដល់ពេលឲ្យទៅវាស់ម៉ែត្រលើផែនទីបែរជាកិច្ចកុករត់ណាបាទចឹងនេះគឺសម្ដីរដ្ឋមន្ត្រីប្រទេសមួយបាទហ៊ាននិយាយបែបនេះគឺខ្មែរយើងគឺនៅតែមិនបានសុខទេបាទអញ្ចឹងនេះគឺសម្ដីនាយករដ្ឋមន្ត្រីចាំផ្ទះគេនិយាយចេញមកបាទអញ្ចឹងសម្ដីនេះអន់យ៉ាងក្មេងថ្នាក់ទី3ទៀតបាទអញ្ចឹងយើងចាំមើលទៀតថាតើវាសាងសង់របៀបម៉េចបើសិនជាព្រំដែននេះគឺយើងមិនតាមបានដោះស្រាយជាមួយនឹងកម្ពុជាយើងរួចរាល់នៅឡើយទេណាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេថ្ងៃនេះអរគុណ